ร้านโป้จุดร้านโป้ញាតិញោមពុទ្ធបរិស័ទខាងក្រោយអាត្មានេះគឺរូបភាពបងប្អូនញាតិញោមពុទ្ធបរិស័ទដែលជាក្រុមការងារធ្វើបបរគ្រឿងដើម្បីចែកជូនដល់បងប្អូនភេសកថ្ងៃនេះដែរគឺថ្ងៃទី30ធ្នូឆ្នាំ2025អាត្មាភាពបានធ្វើដំណើរមកដល់វត្តត្បែងនៅភូមិវត្តស្រុកបន្ទាយស្រីខេត្តសៀមរាបនេះគឺដើម្បីធ្វើបបរគ្រឿងចែកជូនដល់បងប្អូនភេសកដែលនៅក្នុងជំរំវត្តត្បែងគឺដូចជាញាតិញោមបានឃើញហើយបងគឺក្រុមការងារសស្រៈស្រាំនោះនោះដែរអាត្មាភាពក៏សូមថ្លែងអំណរអគុណដល់ញាតិញោមពុទ្ធបរិស័ទដែលរស់នៅក្នុងប្រទេសក្តីរស់នៅក្រៅប្រទេសក្តីដែលបានចូលរួមបច្ច័យក្នុងការធ្វើបបរចែកដល់បងប្អូនភេសកហើយអាត្មាភាពសូមអរគុណបងសូមជូនពរញោមឲ្យជួបប្រទះនៅពុទ្ធពរទាំងឡាយគឺអាយុវណ្ណៈសុខៈពលៈកុបៃគ្លៀងគ្លាតឡើយញាតិញោមពុទ្ធបរិស័ទទាំងឡាយធ្វើបបរគ្រឿងនេះគឺបានចែកជូនប្រគេនព្រះសង្ឃលោកឆាន់ញាតិញោមដូចបានឃើញស្រាប់ហើយគឺព្រះសង្ឃមានជាច្រើនអង្គបន្ទាប់ពីយើងបានប្រគេនព្រះសង្ឃហើយយើងក៏បានចែកជូនដល់បងប្អូនភេសកផ្សេងទៀតបងណាពេលដែលយើងប្រគេនដល់ព្រះសង្ឃហើយទើបបងប្អូនភេសកយើងមកទទួលតាមក្រោយយ៉ាងសំដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងគឺសពេសតាហារថេតិកានឹងគឺសត្វទាំងឡាយរស់បានដោយអាហារពួកសត្វទាំងឡាយដែលគ្មានអាហារទេគឺមិនអាចធ្វើឲ្យជីវតន្ត្រីនឹងអាចប្រព្រឹត្តទៅបានទេបងណាហើយរូបភាពនេះដែរក៏បង្ហាញអំពីការសាមគ្គីគ្នាការខ្នះខ្នែងការយកចិត្តទុកដាក់របស់បងប្អូនខ្មែរយើងការចេះស្រឡាញ់គ្នាក្នុងគ្រាលំបាកណាឃើញនៅសេចក្តីល្អហ្នឹងហើយចេះជួយគ្នាបន្តិចបន្តួចមួយជើងមួយដៃញាតិញោមពុទ្ធបរិស័ទនេះគឺរូបភាពនេះញាតិញោមបានមើលឃើញហើយគួរជាទីជ្រះថ្លាយ៉ាងក្រៃលែងបងហើយមួយវិញទៀតសូមញាតិញោមពុទ្ធបរិស័ទជួយគ្រប់គ្រងក៏ដូចជាជួយshareនៅវីដេអូនេះដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទដែលលោកអ្នកជាអ្នកមានសទ្ធាជ្រះថ្លាបងដើម្បីចូលរួមជាបន្តបន្ទាប់ទៀតបងហើយសកម្មភាពនេះអាត្មាភាពនឹងថតបង្ហាញជារឿយដល់ញាតិញោមពុទ្ធបរិស័ទឲ្យបានឃើញថាពួកយើងបានទៅដល់ទីណាកន្លែងណាយើងនឹងថតបង្ហាញដើម្បីឲ្យញាតិញោមម្ចាស់សទ្ធាបានឃើញហើយគាត់សប្បាយចិត្តបងគាត់សប្បាយចិត្តគាត់ត្រេកអរហើយកម្លាំងសទ្ធាដែលកើតឡើងនោះវាកាន់តែកើនឡើង